តើយើងត្រូវធ្វើដូចម្តេចដើម្បីសម្គាល់ថាផលិតផលមួយគឺជាផលិតផលដែលផលិតនៅក្នុងប្រទេសខ្មែរដើម្បីកត់សម្គាល់ថាផលិតផលនោះគឺជាផលិតផលដែលផលិតនៅក្នុងស្រុកខ្មែរឬក៏ផលិតនៅប្រទេសក្រៅបងប្អូនអាចសម្គាល់នៅចំណុចសំខាន់រួមមានទី1ស្លាកសញ្ញានៅលើសំបកដបដែលមានប្រយោគមួយសរសេរថាផលិតនៅកម្ពុជា Made in Cambodia ដែលបញ្ជាក់ថាផលិតផលត្រូវបានផលិតនៅក្នុងប្រទេសកម្ពុជាទី2 barcode ដែលអាចជួយកំណត់ប្រភពនៃការចុះបញ្ជីផលិតផលទោះជាយ៉ាងណា barcode មិនមែនជាភស្តុតាងតែមួយគត់ដែលបញ្ជាក់ថាផលិតផលត្រូវបានផលិតនៅក្នុងប្រទេសកម្ពុជានោះទេទី3សញ្ញាចុះបភសញ្ញាចុះបភដែលជាសញ្ញាបញ្ជាក់ពីការចុះបញ្ជីផលិតផលពីខាងក្រសួងពាក់ព័ន្ធទី4ព័ត៌មានអំពីក្រុមហ៊ុនផលិតដូចជាឈ្មោះក្រុមហ៊ុនអាសយដ្ឋាននិងទីតាំងរោងចក្រនៅក្នុងប្រទេសកម្ពុជាទី5ស្លាកសញ្ញាឬវិញ្ញាបនបត្រផលិតការដែលបញ្ជាក់ពីប្រភពនិងស្តង់ដារផលិតកម្មប្រសិនបើមាន